สมัยนี้ให้ร้านเราได้มีแต่สำรองเตะเถอะแต่สะอาดให้มุกเงียบแต่เนิบเฉิดโดยร้านเช็ดทั่วทีวอนจริงๆจะเกียงกุญ LED พลื้ชุบบ้าแต่งคางมุกแต่งคางคอยซาวสมาร์ทคีย์อาจไปเชียบบ้าคลบออโตมาติดบ้านให้ก็อาจจดไปเชื่อมาเส้นปีอย่างไงบ้านได้ในการคล้องเมียนตะโบกเจาะอาจเบิกบ้านจะโกดเพลิงทุ่งในส่วนขนมกาเบิกโบเอกลังทัดทมให้มีการรับแผงมอยไซด์ได้ยังอาจกับวอลซีดีบ้านมือตะดอบาดลานบ้านแต่มาดองมาโบนก็ไอ้คือเชียบประเภทสบายใส่ออโต้บ้านแต่งไดรเวอร์แต่งพาสเซนเจอร์và cũng mong là khi mà can video review chơi thua thi vốn đại triệt câu pơ rồi bỏ chơi thua không biết của tha tệp tam ở đó thì xa Campuchia dương cái đài đã tệ một bỏ kia cứ add flight hai popon từ đó option từ nước chọn khăn mình tết đôi nhung highlight chạm bóng tập này chấn cầu bàn tay này cho bọn ní dương nên từ mưa vì hụt tiền bỏ lan sânแต่ตอนนั้นการชนะบอลสนจีdương mưa tới cứ từ tua rõm bay chia lan song spring ឬក៏ adventure off road តែម្ដងហើយកន្សប់នៅក្នុងការរចនាហ្នឹងក៏អាចនិយាយបានថាជាប្រភេទ classic បែបទាន់សម័យឬក៏អង់គ្លេសគេហៅថា retro modern បងប្អូនមើលទៅស្អាតប្លែកមែនទែនលំអិតតាក់ទងទៅនឹងមុខបោះឡានចំណុចដែលប្លែកគឺជាចង្កៀងរបស់វាដែលមានសំណុំម៉ូដបែបជ្រុងហើយនៅផ្នែកខាងក្នុងមាន DLL ឬក៏ចង្កៀងបំភ្លឺពេលថ្ងៃ 4 point 4ចំណុចនេះបងប្អូនបានឃើញអញ្ចឹងហើយក៏មានម៉ូដជាឆ្នូតផងដែរដែលនៅចំកណ្ដាលហ្នឹងគឺជាចង្កៀងគុជឬក៏ main headlight របស់យើងមានម៉ូដផុសចេញមកខាងក្រៅមើលទៅគឺស្រស់ស្អាតមែនទែនតាក់ទងទៅនឹងបណ្ណាវិញគឺមានជាមួយនឹង logo Jetour ក៏ដូចជាស៊ុំដែលបងប្អូនមើលទៅគឺ high quality មែនទែនហើយនៅខាងក្រោមនេះមានជាមួយនឹង7កាំងឬក៏ fog lamp ជាប្រភេទ LED ហើយបើមើលពីចំហៀងរូបរាងកាន់តែស្អាតតែម្ដងបងប្អូនទាំងគ្នាព្រោះថាកាំងខាងមុខខ្មៅបន្តមកដល់ fender មុខឈ្នាន់ចំហៀងបន្តទៅដល់ fender ខាងក្រោយតែម្ដងកញ្ចក់គឺជាម៉ូដជ្រុងហើយភ្លីថ្ពាល់ខាងមុខក៏ដូចជាតាគៀកខាងក្រោយមានម៉ូដកែមជ្រុងដូចគ្នាបើសិនជាយើងមើលជាមួយនឹងដបូលកាំងខាងលើទៀតមើលទៅស៊ីគ្នាគ្រប់ចំណុចតែម្ដងបងប្អូនទាំងគ្នាយ៉ាននេះគឺជាប្រភេទ aluminium ទំហំ18 inch ទាំងមុខទាំងក្រោយតែម្ដងហើយទម្រង់រចនារបស់គេមើលទៅដូចកងចាក់ចឹងបងប្អូនស្អាតខ្លាំងមែនទែននៅផ្នែកខាងក្នុងនោះក៏យើងឃើញដែរថាគឺជាប្រភេទ5D ទាំងមុខទាំងក្រោយតែម្ដងបញ្ជាក់បងប្អូនតាក់ទងទៅនឹងទំហំបណ្ដោយឡាននេះមានប្រវែង 4705 មីលីម៉ែត្រទទឹង 1967 មីលីម៉ែត្រកម្ពស់ 1863 មីលីម៉ែត្រមកដល់ផ្នែកខាងក្រោយនេះមើលទៅការរចនាគឺសមសួនហើយនឹងទាន់សម័យខ្លាំងមែនទែនបងប្អូនទាំងគ្នាជាក់ស្ដែងហ្មងគឺយើងមានជាមួយនឹងស៊ុំព័ទ្ធពីស្តុបខាងក្រោយឆ្វេងនេះទៅដល់ស្តុបខាងស្ដាំតែម្ដងហើយមាន logo ចិត្តតួធំមួយនៅចំកណ្ដាលមើលទៅប្រណិតមែនទែនតោងទៅនឹងការ design ភ្លើងស្តុបនេះទម្រង់បែបបត់ដូចទៅនឹងចង្កៀងខាងមុខដែរបងប្អូនទាំងគ្នាមាន4ចំណុចពណ៌ក្រហមហើយនៅចំកណ្ដាលនេះគឺជាភ្លើងសញ្ញោក៏ដូចជាភ្លើងសុំផ្លូវនៅខាងលើមាន spoiler ដើម្បីទប់លំនឹងឡានពេលយើងបើកល្បឿនលឿនហើយក៏ជា mode smooth ស្អាតអត់មានប្រឡោះតាក់ភ្នែកយើងអីទេក៏ដូចជាមានជាមួយនឹងភ្លើង5ម៉ាប់បន្ទាត់នេះរំលេចពីភាពទាន់សម័យនៃការរចនាផងដែរក្លុបខាងក្រោយនេះជាប្រភេទ automatic បងប្អូនប្រើសោបើកក៏បានប៊ូតុងក៏បានថាច់ក៏បានឬក៏យើងបើកដៃខាងក្រោយនេះក៏បានដែរហើយដល់ពេលដែលបើកមកដោយបងប្អូនឃើញអញ្ចឹង space ទលាខ្លាំងមែនតើខ្ញុំដាក់អីវ៉ាន់ច្រើនប៉ុណ្្នឹងហើយក៏នៅសល់ space ធំទៀតដែរសងខាងគឺមានកប៉ៅក៏ដូចជារុនកតុយបរិយដើម្បីយើងសាក accessory ផ្សេងៗហើយដោយសារតែកៅអីជួរទី2នេះអាចបត់បាន space ឡើងរហូតដល់7 ម៉ែត្រអញ្ចឹងបងប្អូនអាចដាក់អីវ៉ាន់វែងបានដូចជាទូកកាយ៉ាក់ហើយក៏ដាក់អីវ៉ាន់បានជាច្រើនផងដែរនៅផ្នែកខាងក្នុងការរចនាបែបប្រណិតបងប្អូនឃើញស្បែកគ្រប់កន្លែងលាយជាមួយនឹងថ្នេរពណ៌ទឹកក្រូចណាហើយក៏មានជាម៉ូដទម្រង់បែប off road ដែរព្រោះថាចង្កឹះលេខរបស់បងប្អូនឃើញអញ្ចឹងជ្រុងហើយធំទាំងដៃទ្វារក៏ដូចជារុនម៉ាស៊ីនចាក់នៅសងខាងហ្នឹងគឺធំលះខ្លាំងមែនទែនហើយកៅអីឡាននេះទោះបីជាប្រាប់គេថាឡានតម្លៃ 100000 ក៏គេជឿដែរព្រោះថាទម្រង់បែបបត់នៃការរចនាមើលទៅ luxury ខ្លាំងមែនទែនហើយមិនត្រឹមតែជាប្រភេទស្បែកអង្គុយទៅទន់ស្រួលហើយក៏ជាប្រភេទក្តោបអញ្ចឹងនៅពេលដែលយើងត្រូវបើកផ្លូវ off road ឬក៏លាក់អីវាទប់លំនឹងខ្លួនយើងបានល្អមែនទែនសេរី auto ក៏មានសម្រាប់ passenger ទៀតផងតែតោងទៅនឹងផ្នែក console បងប្អូននឹងទទួលបានអេក្រង់ touch ដែលមានទំហំធំខ្លាំងមែនទែន 15.6 inch សឹងថាស្មើ MacBook ហើយបាទក៏ដូចជាភ្ជាប់មកជាមួយនឹង chip ថ្មី refresh លឿនហើយក៏ប្រើប្រាស់ interface ថ្មីអញ្ចឹងគឺមានជាមួយនឹង animation ច្រើនខ្លាំងមែនទែនដូចជាប្រព័ន្ធ driving mode ហើយនិងប្រព័ន្ធសុវត្ថិភាពជាដើមហើយអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតគឺ user friendly ឬក៏ងាយស្រួលសម្គាល់ខ្លាំងមែនទែនទោះបីជាឡាននេះមាន option ច្រើនក៏ដោយឧទាហរណ៍នៅពេលដែលយើងចូលកាមេរ៉ា540គឺមាន2ផ្នែកមួយគឺ 3D នៅពេលដែលយើងចង់ពង្វល់មើលជុំវិញឡានឬក៏បាត់ឡានយើងឬក៏បងប្អូនចង់មើលគៀកសម្រាប់ឡានដែលមកក្រោយឡានយើងអាចប្រើប្រាស់ 2D ដើម្បីមើលគៀកបានហើយក៏មាន Apple CarPlay និង Android Auto ដែលយើងភ្ជាប់ wireless មិនចាំបាច់ប្រើខ្សែទេបងប្អូននៅពេលដែលចូលមកខ្ញុំស្រឡាញ់ខ្លាំងមែនទែននៅពេលដែលយើងត្រូវការបើកមើល map អត់ចាំបាច់ចូលកម្មវិធីមួយដូចជា Google Map អីទេពេលដែលយើងបើកហើយយើងអាចមើល map ធំនេះបានហើយអាចចាក់ចម្រៀងបដាបានទៀត speaker ឡាននេះមានរហូតដល់8គ្រាប់ហើយឡាននេះក៏មានប្រព័ន្ធ surround sound ដែលបងប្អូនអាច customize ឲ្យឮសលេងតាមអាដុំ driver ហើយនិង passenger ក៏បានឬក៏ជុំវិញមកក្នុងឡានហ្នឹងក៏បានដែរហើយនៅក្នុង setting នេះក៏យើងអាចកំណត់មុខងារបានច្រើនដូចជាសេរីផ្លាស់ប្ដូរភ្លើង ambient light ហើយជាពិសេសគឺខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយនឹង driver assistant ដោយសារតែដូចខ្ញុំបញ្ជាក់បងប្អូនទាំងគ្នាអញ្ចឹងនៅពេលដែលយើងចូលមុខងារនីមួយៗវានឹង play ជា animation បញ្យល់យើងហ្មងថា system មួយហ្នឹងគឺដំណើរការយ៉ាងម៉េចណាហើយបើសិនជាយើងចូលមក try នេះគឺ
ជាកន្លែងកំណត់តាក់ទងទៅនឹង driving mode តែប៉ុន្តែយើងអាចពង្រឹងនៅខាងក្រោមនេះបានមិនចាំបាច់ថាច់ក៏បានដែរបន្តមកដល់ option vehicle នេះគឺជាការ customize របស់យើងបងប្អូនទាំងគ្នាដូចជាប៊ូតុងនៅលើចង្កូតនេះគឺយើងអាចសេរីនៅលើអេក្រង់ touch នឹងបានថាយើងចង់ឲ្យដំណើរការមុខងារបែបណាក៏ដូចជាកំណត់តាក់ទងទៅនឹងផ្អួចកញ្ចក់ក្តោបកម្រិត level ឬក៏កម្ពស់នៃចង្កៀងឡានរបស់យើងតែម្ដងហើយជាពិសេសហ្នឹងគឺតាក់ទងទៅនឹងក្លុបខាងក្រោយបងប្អូនអាចកំណត់ level តាក់ទងទៅនឹងកម្រិតនៃការបើកបាន70 90ឬក៏ 100% ហើយក៏បងប្អូនអាចបើក direct ទៅតាមអេក្រង់ហ្នឹងក៏បានដែរបន្តមកដល់ខាងក្រោមនេះឲ្យបងប្អូនទើបភ្នែកទេការរចនាស្មើឆ្វេងស្មើស្ដាំឬក៏ symmetry តែម្ដងទាំងរុនម៉ាស៊ីនត្រជាក់ wireless charge ប៊ូតុងមុខងារ auto hold ក៏ដូចជា parking brake ទាំង cup holder rear ចង្កឹះលេខហើយនិង driving mode គាត់បានរចនាដាក់ឲ្យចំកណ្ដាលនេះតែម្ដងក៏ដូចជាប៊ូតុងមុខងារសំខាន់គាត់បានរៀបចំមកជួរឲ្យនៅសំណុំជាមួយនឹងរុនម៉ាស៊ីនត្រជាក់ហើយ console នេះក៏ជា mode បដាផងដែរអញ្ចឹងគឺមាន space នៅខាងក្រោមដែលបងប្អូនអាចដាក់អីវ៉ាន់បានក៏ដូចជាមានរុនសាក4បន្ថែមទៀតបន្តមកដល់កន្លែង passenger មានការរចនា graphic ផែនទីនៅពីលើប្រកប ambient light នៅខាងក្រោមក៏ដូចជាដៃទប់ទំនឹងឬក៏ទប់ខ្លួននៅពេលដែលយើងបើក off road ហើយក៏មាន space ខាងក្រោមសម្រាប់ដាក់ទូរស័ព្ទក៏ដូចជាក្លុបនៅខាងក្រោមបន្ថែមទៀតរីឯផ្នែកតកង់វិញគឺមានកុងទ័រ digital ទំហំ 10.25 អ៊ីងព័ត៌មានក៏ដូចជាទិន្នន័យផ្សេងៗនៃល្បឿនរថយន្ត RPM បញ្ចេញបានច្បាស់លាស់ខ្លាំងមែនទែនហើយតាក់ទងទៅនឹងចង្កូតវិញគឺជាប្រភេទស្បែកបងប្អូនក៏ដូចជាការរចនានេះគឺជា DNA របស់ចិត្តតួបែបឆុងហើយក៏ជាប្រភេទចង្កូតភ្លើងអញ្ចឹងក៏មានន័យថានៅក្នុងការបូមចង្កូតគឺធូរល្អហើយក៏អាចផ្លាស់ប្ដូរពីធូរទៅរឹងទៅតាម driving mode ឬក៏យើងអាចកំណត់ខ្លួនឯងក៏បានដែរជាពិសេសទៀតគឺមាន function នៅលើចង្កូតនឹងដូចជាការកំណត់ទៅលើ cruise control voice command stereo volume ហើយក៏មានជាមួយនឹងប៊ូតុង customize ដែលខ្ញុំបានកំណត់ឲ្យបិទអេក្រង់នៅពេលដែលចុចណាតែខាងលើកន្លែងដាក់ venta គឺនៅពីចំហៀងនេះដែលចំណេញ space ដបកញ្ចក់របស់យើងលាតពីខាងមុខទៅដល់ផ្នែកខាងក្រោយតែម្ដងក៏ដូចជាយើងអាចបើកដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធបានផងដែរមកដល់កៅអីខាងក្រោយនេះខ្ញុំមានអារម្មណ៍ថាស្លាស់មុខក៏ដូចជា fresh ខ្លាំងមែនទែនដោយសារខាងលើមានដបកញ្ចក់អញ្ចឹងណាបងប្អូនហើយតាក់ទងទៅនឹង space វិញគឺទូលាយដោយសារតា wheel base របស់ឡាននេះឬក៏ចំណុចពីកង់មុខទៅកង់ក្រោយហ្នឹងរហូតដល់ 2800 មីលីម៉ែត្រអញ្ចឹងដូចបងប្អូនឃើញអញ្ចឹងខ្ញុំដាក់ដៃមកចអាមពីជង្គង់ក៏ដល់កៅអីមុខដែរទូលាយខ្លាំងមែនទែនហើយតាក់ទងទៅនឹងកៅអីនេះផ្ទាល់ comfy ឬក៏ផាសុខភាពខ្លាំងមែនទែនដូចបងប្អូនឃើញអញ្ចឹងការរចនារបស់ចិត្តតួគាត់បានធ្វើឲ្យវាកោងនៅកន្លែងខ្នងរបស់យើងអញ្ចឹងនៅពេលដែលផ្អែកទៅគឺសុបតែម្ដងហើយយើងក៏មានជាមួយនឹង armrest ក៏ដូចជា cup holder 2ហើយបើសិនជាបងប្អូនអត់ចង់អង្គុយត្រង់ខ្នងបងប្អូនចង់គេងក៏អាចកាច់មកកន្លែងទៀតដើម្បីតម្រេតខ្លួនបានដែរហើយកន្លែងសាកគឺយើងមានម៉ាសេតទាំង Type C ទាំង Type A ក៏ដូចជានៅខាងលើនេះក៏យើងមានរុនម៉ាស៊ីនត្រជាក់ផងដែរទៅលើផ្នែកម៉ាស៊ីនហើយនឹងកម្លាំងចេះតួ T1 ប្រើប្រាស់ម៉ាស៊ីន4ស៊ីឡាំង 1.5 លីត្រជំនួយកម្លាំងដោយ turbo ផលិតបានរហូតដល់ជិត200សេសបងប្អូន184 PS ហើយកម្លាំងរមួលរបស់គេគឺ290 Nm រីឯផ្នែកជើងក្រោមវិញខាងមុខគឺជាប្រភេទ McPherson ខាងក្រោយគឺជាប្រភេទ Multilink ហើយបទពិសោធន៍របស់ខ្ញុំនៅមួយឡាននេះ2ថ្ងៃគឺតែបានច្រើនមែនតើបងប្អូនដោយសារតែយកមកបើកនៅដល់កពតក៏ដូចជាឆ្លងទៅដល់កែបផងដែរតែមានទាំងផ្លូវលាតផ្លូវ off road ពិបាកហើយជាក់ស្ដែងឥឡូវហ្នឹងខ្ញុំកំពុងតែឡើងភ្នំបូកគោផ្ទាល់បងប្អូនទាំងកម្លាំងម៉ាស៊ីនក៏ដូចជាជើងក្រោមគឺខ្ញុំតេស្តមកឆ្អែតតែម្ដងបើនិយាយពេលបើកផ្លូវលាតឡាននេះគឺស្ទុះខ្លាំងមែនតើបងប្អូនទាំងគ្នានៅពេលដែលត្រូវវ៉ាចេញអត់ចាំបាច់ចូល drive mode ទៅកាន់ sport mode អីទេប្រើប្រាស់តែ normal ក៏យើងអាចជន់ស្ទុះវ៉ាគេខាងមុខបានដែរក៏ប៉ុន្តែបើសិនជាបងប្អូនត្រូវការល្បឿនភ្លាមបងប្អូនអាចប្រើប្រាស់ជាមួយនឹង pedal shift យើងតម្លាក់លេខមកទៀតវិញបានដើម្បីឲ្យឡានរបស់យើងឡើង RPM ខ្លាំងហើយជន់ស្ទុះបានលឿននិយាយទៅអត់ចាំបាច់បដូរ drive mode ទេព្រោះថាឡាននេះគឺសន្ទុះខ្លាំងមែនតើបងប្អូនហើយចំណុចដែលខ្ញុំចាប់អារម្មណ៍មួយទៀតតាក់ទងទៅនឹងជើងក្រោមហាប់ល្អខ្លាំងមែនតើបងប្អូនទាំងគ្នាដល់ពេលដែលយើងត្រូវការជន់ល្បឿនអីអត់មានអារម្មណ៍ថាឡានឃ្លីងឃ្លោងឬក៏ឡានហើរនោះទេតាក់ទងទៅនឹងចង្កូតវិញដោយសារតែជាចង្កូតភ្លើងគឺយើងអាចសេរីទុនរឹងបាននៅពេលដែលខ្ញុំបើកក្នុងក្រុងភាគច្រើនគឺខ្ញុំបើកជាចង្កូតធូរដើម្បីយើងងាយស្រួលបួងអត់ហត់អញ្ចឹងណាក៏ប៉ុន្តែនៅពេលដែលខ្ញុំបើកល្បឿនលឿនគឺខ្ញុំបដូរទៅជាចង្កូតរឹងវិញដើម្បីឲ្យចង្កូតឡាននេះ respond លឿនទៅតាមការកាត់ចង្កូតរបស់យើងបើនិយាយពីផ្លូវដីផ្លូវអាលាក់ឬក៏ផ្លូវជហុកមាន់វិញមានអារម្មណ៍ថាឡានផាសុខភាពខ្លាំងមែនទែនបងប្អូនទាំងគ្នាជើងក្រោមធ្វើការបានល្អតាមមួយទៀតកៅអីដែលយើងអង្គុយនេះគឺជាកៅអីក្តោបហើយស្បែកទន់ស្រួលខ្លាំងមែនទែនអញ្ចឹងនៅពេលដែលបើកផ្លូវពិបាកអញ្ចឹងក៏យើងអត់មានអារម្មណ៍ថាលាក់ខ្លាំងដែរហើយដោយសារតែឡានយើង SUV ខ្ពស់ហើយកម្លាំងខ្លាំងជើងក្រោមល្អទោះបីជាយើងបើកផ្លូវ off road ដែលមានកលុកធំឬក៏ផ្លូវផុកខ្លាំងក៏យើងអត់មានបញ្ហាព្រួយបារម្ភត្រូវអបប្រាំងអីដែរគឺយើងជន់មកវឹងទៅតែម្ដងបងប្អូនសុបាយខ្លាំងមែនទែនសំខាន់ដោយសារតាឡាននេះគឺជាប្រភេទ off road អញ្ចឹងនៅលើអេក្រង់មានទិន្នន័យច្រើនដែលយើងអាចមើលខ្លាំងមែនទែនដូចជា angle ឡានរបស់យើងនៅពេលដែលបើកឡើងភ្នំសម្ពាធខ្យល់កង់ហើយនៅពេលដែលយើងបើកល្បឿនយឺតយើងអាចមើលកាមេរ៉ា560មើលដល់បាតឡានរបស់យើងទៀត
នៅពេលដែល off road គឺសំខាន់ខ្លាំងមែនទែនបងប្អូនទាំងគ្នាសម្រាប់ប្រព័ន្ធសុវត្ថិភាពគ្រាន់តែឃើញពីខាងក្រៅក៏ខ្ញុំមានទំនុកចិត្តបាត់ទៅហើយដោយសារតែឃើញប្រាំងឌីសមុខក្រោយអញ្ចឹង ABS traction control ប្រព័ន្ធជំនួយប្រាំងគឺដឹងតែមានហើយថែមទាំងមានជាមួយប្រព័ន្ធ EBD ឬក៏ប្រព័ន្ធបែងចែកកម្លាំងប្រាំងទៀតផងហើយក៏មានប្រព័ន្ធទប់លំនឹងរថយន្ត ESP និងប្រព័ន្ធ Hill Start Assist ឬក៏ជាប្រព័ន្ធជួយទប់រថយន្តមិនឲ្យរអិលថយក្រោយនៅពេលដែលយើងឈប់ផ្លូវឡើងចំណោតក៏ដូចជាប្រព័ន្ធ Hill Descent Control ជាប្រព័ន្ធជំនួយនៅពេលដែលយើងចុះចំណោតរក្សាល្បឿនថេរយឺតនិងជួយអបប្រាំងឡានរបស់យើងទៅលើប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់វិញក៏មាន Blind Spot Monitor សងខាងនៅលើកញ្ចក់របស់យើងមានប្រព័ន្ធ Red Cross Traffic Alert ឬក៏បងប្អូននិយាយទៅមានឧបសគ្គនៅខាងក្រោយវានឹងផ្ដល់ជាសញ្ញាមានប្រព័ន្ធ DOW នៅពេលដែលយើងបើកទ្វារហើយមានឡានម៉ូតូមកពីចំហៀងឬក៏ពីក្រោយហ្នឹងគឺវានឹងផ្ដល់សញ្ញាក៏ដូចជាសលេងទាំងកន្លែង Blind Spot ទាំងនៅក្នុងកុងទ័រ Digital ហើយនឹងប្រព័ន្ធមួយទៀតនៅពេលដែលមានឡានម៉ូតូតឡើងល្បឿនមកពីខាងក្រោយឡានរបស់យើងក៏វានឹងផ្ដល់ជាសញ្ញានៅក្នុងកុងទ័រ Digital នេះដែរចំណុចមួយទៀតដែលខ្ញុំចង់ចែករំលែកបងប្អូនគឺតាក់ទងទៅនឹងភាពងាយស្រួលនៅក្នុងការប្រើប្រាស់បងចំណុច detail ផ្សេងៗនៅក្នុងឡាននេះចេះទូគាត់បានរចនាលម្អិតខ្លាំងមែនទែនដូចជាកន្លែងដាក់ទូរស័ព្ទរបស់យើងគឺជាប្រភេទជ័រស្អិតទូរស័ព្ទអត់មានអាលុងមានប៊ូតុងបញ្ជួរនៅពេលដែលយើងចូល Application Play បងប្អូននៅតែអាចសេរីម៉ាស៊ីនត្រជាក់ឬក៏សេរីខ្យល់បានស្រួលធម្មតា Driving Mode នៅខាងក្រោមយើងគ្រាន់តែវល់ស្រួលអត់ចាំបាច់ថាច់នៅក្នុង screen នៅពេលដែលយើងកំពុងតែបើកបរហើយនៅពេលដែលយើងត្រូវការបើក off road ឬក៏ជាន់ល្បឿនដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងយើងប្រើ pedal shift ស្រួលយកតែម្ដងអត់ចាំបាច់ញ៉ៃច្រើនទេនិយាយទៅខ្ញុំឆាប់ស៊ាំជាមួយនឹងការប្រើប្រាស់ឡានចេតទួនេះខ្លាំងមែនតើបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនបានឃើញពីសមត្ថភាពនិង option ទំនើបរបស់ Jet2 T1 អីតម្លៃបច្ចុប្បន្នគឺ 37,900 បើសិនជាបងប្អូនចង់ឃើញរូបរាងផ្ទាល់ក៏ដូចជា test option ផ្សេងៗអាចទំនាក់ទំនងទៅកាន់ Jet2 Cambodia បានវីដេអូយើងមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយបាយបាយ